លើទីរដ្ឋាភិបាលកម្ពុជាយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតដល់បង្កើតបានជាគោលនយោបាយជាតិស្ដីពីស្វ័យចន្ទទីឆ្នាំ2022-2027ទៀតផងហើយគោលនយោបាយជាតិនេះត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែមិថុនាឆ្នាំ2023កន្លងទៅនេះជាគោលដៅនោះគឺដើម្បីឲ្យប្រទេសកម្ពុជាយើងក្លាយទៅជាប្រទេសដ៏សំខាន់មួយក្នុងការផលិតហើយនឹងផ្គត់ផ្គង់ផលិតផលស្វ័យចន្ទទីនៅលើទីផ្សារក្នុងស្រុកក្នុងតំបន់នៅលើពិភពលោកចិត្តថ្ងៃនេះដើម្បីឲ្យលោកអ្នកនាងជ្រាបថាតើនៅពេលបច្ចុប្បន្ននេះដំណើរការទីផ្សារស្វ័យចន្ទទីរបស់ប្រទេសកម្ពុជាយើងមានដំណើរការយ៉ាងដូចម្តេចខ្លះចាកម្មវិធីយើងបានបញ្ជាក់ពីចំនួន2រូបមកបកស្រាយជាមួយអ្នកនាងដែលក្នុងនោះមានលោកអានតារាចាជំរាបសួរលោកអានតារាគឺជាប្រធានសហព័ន្ធស្វ័យចន្ទទីកម្ពុជានិងលោកស្រីសម្បត្តិកល្យានចាជំរាបសួរចាលោកស្រីគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Empol Agro Product ចាហើយលោកស្រីនឹងបកស្រាយជាមួយអ្នកនាងថាតើដំណើរការទីផ្សារស្វ័យចន្ទទីនៅក្នុងប្រទេសកម្ពុជាយើងទទួលជោគជ័យនៅផ្នែកណាខ្លះហើយនឹងបានជោគជ័យគឺអាស្រ័យលើអ្វីខ្លះលោកអ្នកនាងនឹងបានជ្រាបយ៉ាងពិស្ដារនៅក្នុងកិច្ចសម្ភាសន៍របស់យើងថ្ងៃនេះតែជាដំបូងនេះនាងខ្ញុំសូមជម្រាបលោកអានតារាជួយជម្រាបជូនទូទៅស្រីជំនាញឲ្យបានជ្រាបជាមុនសិនថាតើជាទូទៅតម្រូវការផលិតផលស្វ័យចន្ទទីនៅលើទីផ្សារទាំងក្នុងស្រុកក្នុងតំបន់និងនៅលើពិភពលោកតើមានសភាពបែបណាដែរចា៎ បាទសូមអរគុណសម្រាប់ជំនួសហើយ